ភូមិជោគជ័យនិងភូមិព្រៃច័ន្ទអាចនឹងបាត់ពីផែនទីប្រទេសកម្ពុជាបន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃរួចបើសិនជាវាជួលដីយើងប្រហែលប្រហែលនេះកងបើកងជួល3គីឡូហើយពីនងមកជាម្ចាស់ស្រុកម្ចាស់ស្រែណាកង3គីឡូអត់បាត់ទេពីនឹងទៅ3គីឡូហើយភូមិជោគជ័យនិងភូមិព្រៃច័ន្ទអាចនឹងបាត់ពីផែនទីប្រទេសកម្ពុជាបន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃរួចថៃនិងកម្ពុជាកំពុងបោះបង្គោលរំដោះបណ្ដោះអាសន្ននៅចន្លោះបង្គោលលាក់លេខ42ដល់លេខ47នៅភូមិជោគជ័យនិងភូមិព្រៃច័ន្ទអាចធ្វើឲ្យបាត់បង់ទឹកដីខ្មែរប្រមាណ2គីឡូម៉ែត្រទៅចន្លោះ3គីឡូម៉ែត្របើយោងតាមសម្ដីរបស់ពលរដ្ឋខ្មែរដែលរស់នៅភូមិព្រៃច័ន្ទថៃបានរំលោភយកដីខ្មែរចំនួន3គីឡូម៉ែត្រលោកញឹកប៊ុនឆៃបាននិយាយថាបង្គោលលាក់លេខ42ក្នុងរូបថតនៅខាងលិចប្រាសាទស្ដុកកក់កាលពីទសវត្សរ៍ទី80បច្ចុប្បន្ននេះបង្គោលលាក់លេខ42ត្រូវបានថៃរំកិលចូលមកដល់ភូមិព្រៃច័ន្ទគឺរំកិលចូលដល់ទឹកដីខ្មែរប្រមាណ2គីឡូម៉ែត្រកន្លះឥឡូវនេះថៃនិងកម្ពុជាកំពុងបោះបង្គោលបណ្ដោះអាសន្ននៅទីតាំងថ្មីនៃបង្គោលលាក់លេខ42នៅភូមិព្រៃច័ន្ទគឺមិនមែនបោះបង្គោលបណ្ដោះអាសន្ននៅទីតាំងចាស់នៅខាងលិចប្រាសាទស្ដុកកក់នោះទេចម្ងាយពីបន្លាលួសចូលទៅបង្គោលលាក់លេខ42គឺប្រហែល500ម៉ែត្រលោកញឹកប៊ុនឆៃធ្លាប់បាននិយាយថាបង្គោលលាក់លេខ45ត្រូវថៃបានរំកិលចូលដីខ្មែរជាង2គីឡូម៉ែត្រកន្លះឥឡូវនេះថៃនិងកម្ពុជាកំពុងបោះបង្គោលបណ្ដោះអាសន្ននៅទីតាំងថ្មីនៃបង្គោលលាក់លេខ45នៅភូមិជោគជ័យគឺមិនមែនបោះបង្គោលបណ្ដោះអាសន្ននោះទេនៅទីតាំងចាស់នោះលោកញឹកប៊ុនថៃបាននិយាយថាបង្គោលលាក់លេខ43ក៏ត្រូវបានថៃរំកិលចូលដីខ្មែរជាង2គីឡូម៉ែត្រដែលបង្គោលលាក់លេខ43នៅខាងលិចប្រាសាទស្ដុកកក់កាលពីទសវត្សរ៍ទី80បច្ចុប្បន្ននេះបង្គោលលាក់លេខ43ក៏ត្រូវបានថៃរំកិលមកដល់ភូមិព្រៃច័ន្ទដែរម្យ៉ាងវិញទៀតកម្ពុជាអាចនឹងបាត់បង់ភូមិជោគជ័យនិងភូមិព្រៃច័ន្ទហើយពលរដ្ឋខ្មែរជាង200គ្រួសារអាចនឹងជម្លៀសចេញពីភូមិជោគជ័យនិងភូមិព្រៃច័ន្ទបន្ទាប់ពីបោះបង្គោលព្រំដែនរួចរាល់ប្រភព2លោកអ៊ុំសំអានប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែននិងអន្តោប្រវេសន៍នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ23តុលា